សួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងបង្ហាញវីដេអូតាក់ទងជាមួយនឹង function combo SM ជាមួយនឹង support SM អញ្ចឹង combo SM គឺអត់ពិបាកទេយើងគ្រាន់តែប្រើ skill ដៃទី2ហើយនឹងជើងទី2ទៅតាម level កំណត់នៅក្នុង tool ឧទាហរណ៍ថាដៃទី2 level 1បន្ទាប់មកទាត់ជើងទី3ច្បាស់ជាចេញ combo last skill បន្ទាប់មកដៃទី2 level 2ទាត់ជើងទី3វាចេញ combo ដៃ square អីចឹងទៅណាអញ្ចឹងនៅក្នុងហ្នឹងវាមាន1 2 3 4 5ហ្នឹងហើយវាមាន5 combo ហើយ combo ដៃ sphere ចាំយើងនិយាយតាមក្រោយដោយសារវាមាន style 1 2 3 4អញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងចាប់ផ្ដើមសាកជាមួយនឹង combo last gear ទៅអញ្ចឹងយើងប្រើដៃទី2 level 1ហ្នឹងហើយអូខេដៃទី2 level 1បន្ទាប់មកយើងទាត់អញ្ចឹងនៅពេលដែលយើងទាត់វានឹងផ្ដាច់ហើយវាដាក់ last gear យកមកឥឡូវខ្ញុំសុំ skip ដៃ sphere សិនដោយសារវាមានច្រើនអញ្ចឹងយើងសាកអាទី3សិនអាទី3គឺ combo ទាត់ជើងទី3ជាទូទៅ combo ទាត់ជើងហ្នឹងវាប្រើ combine គ្នាជាមួយនឹង support SM ជំនួយជើងអញ្ចឹងនៅពេលដែលយើងទាត់វាទាត់តយើងយ៉ាងរហូតបន្ទាប់មក combo ជើង level 9បញ្ជាក់ណាអាកន្លែង level ហ្នឹងយើងអាចកំណត់ទៅ level 8ឬមួយក៏ level អីតាមចិត្តយើងអាហ្នឹងអញ្ចឹងយើងប្រើជើង level 9ទៅឧទាហរណ៍យើងជើងទី1អូខេតបមក combo ជើង level 6ទីទៀតខ្ញុំនឹងនិយាយតាក់ទងជាមួយនឹង auto per skill ជើងទី1តែឥឡូវខ្ញុំទាត់ជើងទី1ខ្លួនឯងសិនអូខេហ្នឹងហើយអញ្ចឹងយើងចាប់ផ្ដើមចូលទៅតាក់ទងជាមួយនឹង dice sphere ហ្មងទៅអញ្ចឹង style ទី1នេះគឺខ្ញុំភ្លេចតាក់ទងជាមួយនឹង cut shadowless kick speed ហ្នឹងគឺជា speed ដែលយើងកាត់ជើងទី3សម្រាប់ផ្ទះ dice sphere ហ្នឹងអញ្ចឹងជាទូទៅយើងប្រើ normal ហ្នឹងទៅដោយសារ normal ហ្នឹងវារបៀបថាតើតែ damage វាឡើងគុណជើងហើយបានវាផ្ទះដៃតែពេលខ្លះ hero ខ្លះវាប្រើ fast hero ខ្លះប្រើ slow អញ្ចឹងតាមអាហ្នឹងតាមជើងយើងលេងសា99ឬ8គេលេងជើង level 9ឬមួយ level 6គេលេងជើង level ផ្សេងអីចឹងណាអញ្ចឹងចំពោះ combo dice sphere style ទី1ហ្នឹងអាហ្នឹងខ្ញុំដាក់ឲ្យមាន4 style ដើម្បីឲ្យយើងរើសយើងអាចសាកល្បងតេស្តមើលទៅថាstyle មួយណាដែលយើងចូលចិត្តលេងហើយ style មួយណាដែលអាសាលោត damage គុណ2នៅពេលដែលផ្ទះដៃអូខេអញ្ចឹងចំពោះ style ទី1គឺនៅពេលដែលយើងប្រើទៅដៃធំយើងហ្នឹងវាចេញ animation នៅកន្លែង location ដែលយើងចុច click ហើយនឹងវាអត់ត combo អីទេឥឡូវឧទាហរណ៍ខ្ញុំចុច right click កន្លែងនេះអញ្ចឹងវាចេញដៃធំកន្លែងហ្នឹងតែយើងអត់អាចតដល់មិនបានទៀតទេអូមិញដូចឃើញ 20000 ហើយគុណ2ព្រោះឯដៃស៊ីនខ្ញុំដូចជា damage តែ 7000 ជាងទេមិញឥឡូវខ្ញុំសាកតដៃផ្ទះដៃ7000 9000 7000ចឹងបានន័យថាបើសិនជាយើងផ្ទះដៃទៅលោត 15000 ទៅ 20000 ហ្នឹងបានន័យថាdamage វាគុណហើយណាមួយដៃខ្ញុំអត់មាន breaching ផងដៃខ្ញុំដៃសានីហ្នឹងហើយអញ្ចឹងចូលមិញយើងនិយាយពី style ទី1ហ្នឹងវាអត់ត combo អីទេតតែយើងផ្ដាច់ខ្លួនឯងបានវាត square ឲ្យទៀតអញ្ចឹង style ទី2នេះគឺវាដូច style ទី1ដែរក៏ប៉ុន្តែយើងមិនបាច់ខ្វល់ពីរឿងផ្ដាច់ skill អីចឹងវាផ្ដាច់ឲ្យយើងអូតូអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ទះ2ដៃខ្ញុំទះមួយដៃហើយខ្ញុំអាចតបានទៀតខ្ញុំអាចទះមួយដៃតបានទៀតគ្រាន់តែចុច right click ម្ដងទៀតហើយខ្ញុំតបានទៀតចឹងអាហ្នឹងវាស្រួលហ្នឹងដៃ sphere style ទី2ចឹងខ្ញុំអាច spam click ចេះបានយើងចង់លេងមួយដៃក៏បានយើងចង់លេងពីរដៃក៏បានអញ្ចឹងហ្នឹងវាស្រួលវា flexible ណាចំពោះ style ទី3 style ទី3ហ្នឹងគឺវាស្តៀង style ទី2ដែរក៏ប៉ុន្តែ animation ដៃវាចេញដូចនៅពេលដែលយើងទះដៃស្រៀនអញ្ចឹង
với nhầm tọt anh mơ chẳng vi chơi như cái này nè này về những tẹt thòm đá vi chơi lại năng thật chẳng là năng biết đôi kia cho mỗi style TPได้tại vì có tẹt tông cho mỗi năng animation rồi những đã animation TP ở mơ đầu tiên rồi thọ nhầm cho right click như cái này nè chẳng vi chơi đầy nữa thế này tọt máu dương cho style tí 4 នេះគឺវាដូចជាមួយនឹងស្តៀងជាមួយនឹង style ទី 3 ដែរក៏ប៉ុន្តែ hero មុននឹងវាទះដៃឲ្យ hero កាត់ជើងឲ្យវាដើរបន្តិចអាហ្នឹងរបៀបថាយើងទាត់ដៃស្រៀនណាដៃស្វែស្រៀនណាឥឡូវនៅពេលដែលទាត់ហើយ hero ផ្ដាច់ហើយវាដើរបន្តិចហើយបានវាទះដៃហ្នឹងហើយអញ្ចឹង4 style ហ្នឹងអាចរើសលេងសាកល្បងលេងខ្លួនឯងទៅតែជាទូទៅខ្ញុំចូលចិត្តលេងអាទី2ហើយអាទី4បាទទី2វាអាសា load damage គុណឲ្យខ្ញុំអញ្ចឹងណា20000ហ្នឹងអូខេអញ្ចឹងយើងចូលទៅកាន់មុខងារ function support SM ម្ដងអញ្ចឹង support SM វាមានច្រើនគួរសមដែរ1 2 3 4 5 6អញ្ចឹងអាទី1នេះគឺវាអូតូប្រើ combo ជើងទី1អញ្ចឹងនៅពេលដែលខ្ញុំប្រើដៃទី2គឺវាគ្រាន់តែ right click ប្រើ skill ទៅគឺវាអូតូប្រើជើងទី1ហើយដៃទី2ឲ្យខ្ញុំហ្នឹងហើយដូចគ្នាជាមួយនឹងជើងទី2ដែរអញ្ចឹងជើងទី2ពេលខ្ញុំប្រើទៅវាត combo ឲ្យខ្ញុំអញ្ចឹងវាស្រួលយើងអត់ទៅយើងចំណេញបានមួយ slot ទៀតណាយើងបាច់ចាំបាច់ដាក់អីអញ្ចឹងអូបើសិនជាយើងលេងតែដៃ sphere យើងដាក់តែប៉ុណ្ណេះមកយើងមាន slot ច្រើនអូខេបន្ទាប់មក function មួយទៀតហ្នឹងគឺ second ដៃទី2របស់ SM ហ្នឹងយើងទាត់នេះវាចេញចេះបើសិនជា hero យើងដាច់ second ក៏វា load ដាច់កន្លែងហ្នឹងដែរណាវា load ដាច់ហើយវា load system ប្រាប់យើងសល់0ទៀតអញ្ចឹងវាស្រួលហើយទៅណាមួយ version នេះវា smooth ជាងអាកាលខ្ញុំចេញដំបូងនោះវាមានតែកន្លែង system នេះទេវាអត់ទៅ smooth ពេល hero យើងដាច់ហើយពេលខ្លះវានៅ load second ដែរអញ្ចឹង20000អញ្ចឹងវានៅសល់ second អញ្ចឹងយើងអាចទាត់បានទៀតតែបើសិនជា hero យើងដាច់ second វា load ដាច់ដែរអូខេនេះ0ដាច់ secondដាច់ second function មួយទៀតគឺតាក់ទងជាមួយនឹង sub energy ដែរអាហ្នឹងក៏វាស្រួលម្យ៉ាងដែរពេលខ្លះយើងទាត់ដៃ sphere ហើយយើងត្រូវការ sub energy តហើយយើងទាត់ sphere បានទៀតអញ្ចឹងអូខេតែអាហ្នឹងយើងព្យាយាមកុំសាប់ញាប់ពេកទៅពេលវាអាចពេលខ្លះវាកាំង energy ដែរពេលខ្លះ hero យើងលទូសអត់សូវមានឬមួយក៏អីចឹងហើយអាហ្នឹងយើងអាច select រើសបាន level 10ក៏បាន level 9ក៏បានបើអញ្ចឹងខ្ញុំប្រើ level 9អូខេហើយទៅមួយទៀតតាក់ទងជាមួយនឹងជំនួយជើងទី2ហើយនឹងជំនួយជើងទី3ជំនួយជើងទី2ជំនួយជើងទី3ហ្នឹងគឺយើងប្រើនៅពេលដែលយើងប្រើ combo ដៃទី2 level 3របៀបថាយើងទាត់ឥឡូវខ្ញុំទាត់ជើងស្រីណៃមើលសិនរបៀបថាខ្ញុំទាត់ប្រើអត់ប្រើ combo ឥឡូវចាំមើលជើងខ្ញុំវាធ្លាក់ដល់ហើយมันវាទាត់ទៀតអាហ្នឹងពេលយើងទាត់ដៃស្រីណាវារៀង slow ជាងនេះបន្តិចឥឡូវខ្ញុំទាត់ឲ្យមើលម្ដងទៀតអូខេឥឡូវចាំមើលទីទៀតខ្ញុំប្រើ auto combo ទាត់ម្ដងតែប្រើ combo ដៃនេះហ្នឹងហើយអញ្ចឹងវារបៀបថាជើងធ្លាក់អត់តដល់ដីតែយើងអាចទាត់បានទៀតក្នុងរបៀបថាយើងកាត់ប្រើ skill កាត់អូខេបន្ទាប់មកយើងមានមុខងារចុងក្រោយហ្នឹងគឺតាក់ទងជាមួយនឹងការពារដើរទៅ target ពេលប្រើជើងទី3
chẳng chỉ tu tới nửa pe để dương phở skill nào cả đòi ao để dương select lựa enemy hero dương việt đà tới ở đó lấy dương tẹt đầy xóe dương tọt tới dương cho làm select mau lựa enemy hero dương việt đà tới enemy hay bằng việt tọt chẳng vì tụi mòn là dương đà tới đó cái tẹt dương một cái bà đây chẳng những đã thịt máu đã thịt hỏi chẳng những select lựa enemy we admin we are đà hero đà tới chẳng vì xuống dạng đại năng ấy chẳng function combo SM ជាមួយនឹង support SM គឺមានតែប៉ុណ្្នឹងទេគ្នាយើងចាំតេស្តទៅតាក់ទងជាមួយនឹងអា style នេះ1 2 3 4នេះថា style មួយណាយើងចូលចិត្តលេងហើយ style មួយណាវាអាសា load damage គុណដល់យើងអញ្ចឹងណាបើចំពោះខ្ញុំចូលចិត្តលេងអាទី2ហើយនិងអាទី4ហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន